សូមស្វាគមន៍មកកាន់ Cambodia Flash News អន្តរជាតិវាមានតម្លៃថោកជាងមីស៊ីលប៉ុន្តែពិបាកស្ទាក់ចាប់ដូចគ្នាហើយក្របយុទ្ធភ័ណ្ឌ Banderol របស់រុស្ស៊ីនេះបានបង្កើនសម្ពាធទៅលើប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនទីក្រុងអូដេសាដែលជាគោលដៅទេសចរនៅក្នុងស្រុកដ៏ពេញនិយមបំផុតមួយនៅភាគខាងត្បូងប្រទេសអ៊ុយក្រែនបានចំណាយពេលភាគច្រើននៃរដូវក្តៅនេះដោយមិនបានឮសំឡេងនៃការកំសាន្តនៅមាត់សមុទ្រនោះទេប៉ុន្តែផ្ទុយទៅវិញគឺឮតែសំឡេងស៊ីរ៉ែនព្រមានពីការវាយប្រហារតាមអាកាសដែលពេលខ្លះកើតឡើងស្ទើរតែរៀងរាល់ម៉ោងលោក UN អាយុ34ឆ្នាំដែលជាអ្នករស់នៅក្នុងទីក្រុងអូដេសាបានប្រាប់សារព័ត៌មាន Kyiv Independent ថាអ្នកមិនបានឮសំឡេងស៊ីរ៉ែនព្រមានពីការវាយប្រហារតាមអាកាសទេដោយសារតែអ្នកកំពុងគេងលក់ស្កប់ស្កល់អ្នកគ្រាន់តែភ្ញាក់ឡើងនៅពេលណាមួយដោយសារសំឡេងរបស់អ្វីមួយដែលមានម៉ាស៊ីនយន្តហោះចម្បាំងកំពុងហោះហើរពីលើក្បាលសំឡេងនោះគឺជាសញ្ញានៃការគំរាមកំហែងពីសំណាក់រុស្ស៊ីដែលបានកើនឡើងយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះពោលគឺអាវុធប្រភេទ Loitering Munition ឬគ្រាប់រំសេវដែលហោះហើររងចាំគោលដៅដែលមានឈ្មោះថា Banderol វាគឺជាអាវុធកូនកាត់ដែលរួមបញ្ចូលគ្នានៅលក្ខណៈពិសេសរបស់ Missile Cruise Missile និងយន្តហោះគ្មានមនុស្សបើកដែលដំណើរការដោយម៉ាស៊ីនយន្តហោះចម្បាំងការប្រើប្រាស់អាវុធប្រភេទ Banderol នៅអ៊ុយក្រែនត្រូវបានកត់ត្រាជាលើកដំបូងតាំងពីរដូវផ្ការីកឆ្នាំ2025មកម្ល៉េះប៉ុន្តែនៅឆ្នាំនេះកងកម្លាំងរុស្ស៊ីបានចាប់ផ្ដើមប្រើប្រាស់អាវុធនេះញឹកញាប់ជាងមុនទៅទៀតដោយភាគច្រើនកំណត់គោលដៅលើតំបន់ភាគខាងត្បូងនៃប្រទេសលោក Vladislav Vlasuk ប្រធានផ្នែកទទួលបន្ទុកការដាក់ទណ្ឌកម្មរបស់អ៊ុយក្រែនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី29ខែកក្កដាថាប្រហែល 80% នៃការវាយប្រហាររបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធស្បៀងអាហារនៅក្នុងទីក្រុងអូដេសានៅក្នុងខែមិថុនានិងខែកក្កដាគឺត្រូវបានធ្វើឡើងដោយប្រើប្រាស់អាវុធ Banderol នេះទោះបីជា Banderol មិនមែនជាអាវុធដែលមានឥទ្ធិពលសម្រាប់រង្គាលខ្លាំងបំផុតនៅក្នុងឃ្លាំងអាវុធរបស់រុស្ស៊ីក៏ដោយប៉ុន្តែវានៅតែអាចបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបានដោយសារតែវាទាមទារឲ្យមានការប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសដូចគ្នាទៅនឹងការស្ទាក់ចាប់មីស៊ីលប្រភេទ Cruise ដែលអាចផ្ទុកក្បាលគ្រាប់ធំជាងប្រហែល10ដងដើម្បីទប់ទល់នឹងវាដូច្នេះការបាញ់ទម្លាក់វាក៏ត្រូវចំណាយប្រាក់ប្រហាក់ប្រហែលគ្នាដែរលើសពីនេះអាវុធនេះនៅមានលក្ខណៈថ្មីនៅឡើយហើយរុស្ស៊ីក៏បន្តកែសម្រួលនិងកែលម្អវាជាបន្តបន្ទាប់លោក Yuri Ignat ប្រធានផ្នែកទំនាក់ទំនងនៃកងទ័ពអាកាសបានមានប្រសាសន៍ថាយើងមិនត្រូវមើលស្រាលសត្រូវឡើយនេះគឺជាអាវុធទំនើបមួយដែលត្រូវបានរចនាឡើងឲ្យមានភាពជាក់លាក់ខ្ពស់ហើយបច្ចុប្បន្ននេះសត្រូវកំពុងធ្វើតេស្តសាកល្បងវានៅក្នុងស្ថានភាពប្រយុទ្ធជាក់ស្ដែងការផ្លាស់ប្ដូរទៅប្រើប្រាស់ម៉ាស៊ីនយន្តហោះចម្បាំង Missile Banderol ដែលត្រូវបានគេស្គាល់ផងដែរថាជា S8000 អាចហោះហើរនៅក្នុងល្បឿនលើសពី500គីឡូម៉ែត្រនៅក្នុង1ម៉ោងប្រហែល310ម៉ាយនៅក្នុង1ម៉ោងនិងមានរយៈចម្ងាយហោះហើររហូតទៅដល់500គីឡូម៉ែត្រប្រហែល310ម៉ាយលោក Serhiy Bezresnov ដែលនៅពេលនោះជាទីប្រឹក្សារបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនបានលើកឡើងនៅលើបណ្ដាញ Telegram របស់គាត់កាលពីថ្ងៃទី14ខែកក្កដាថាមីស៊ីលនេះផ្ទុកក្បាលគ្រាប់ប្រហែលបែកខ្ចាត់ខ្ចាយទម្ងន់150គីឡូក្រាមដែលមានផ្ទុកសារធាតុផ្ទុះរហូតដល់50គីឡូក្រាមទោះបីជាមានការដាក់ទណ្ឌកម្មពីសំណាក់សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនក៏ដោយក៏រុស្ស៊ីនៅតែបន្តគេចវេះពីការរឹតបន្តឹងទាំងនោះដោយការស្វែងរកប្រភពគ្រឿងបន្លាស់ដែលផលិតនៅបរទេសសម្រាប់អាវុធដូចជា Banderol នេះយោងតាមទីភ្នាក់ងារស៊ើបការសម្ងាត់យោធាអ៊ុយក្រែនហៅកាត់ថា AUR អាវុធនេះប្រើប្រាស់មីស៊ីលយន្តហោះចម្បាំងដែលផលិតនៅប្រទេសចិនថ្មពិលផលិតនៅប្រទេសជប៉ុននិងគ្រឿងបន្លាស់អេឡិចត្រូនិកដែលភាគច្រើនផលិតនៅសហរដ្ឋអាមេរិកអរគុណសម្រាប់ការតាមដាន Cambodia Flash News អន្តរជាតិឧបត្ថម្ភដោយវិទ្យាស្ថាន IFA រៀននៅ IFA បានទាំងចំណេះចេះជំនាញធ្វើការបានរៀននៅ IFA មានដៃគូសម្រាប់ផ្ដល់ការងារត្រូវជំនាញស្រាប់ SOV Auto Repair ថែទាំត្រឹមត្រូវជួសជុលជំនាញប្រើប្រាស់ដោយទំនុកចិត្តSunny Logistics ផ្ដល់សេវាកម្មនាំចេញនាំចូលនិងដឹកទំនិញគ្រប់ប្រភេទ USRV ផ្ដល់ប្រឹក្សាយោបល់អាជីវកម្មផ្នែកពន្ធដារគណនេយ្យនិងហិរញ្ញវត្ថុ